កាលណាសង្គមណាដែលមានសាមគ្គីភាពហើយភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់រមែងនឹងកើតឡើងដោយថ្ងៃនេះអញ្ចឹងអាស្រ័យនឹងជំនឿផងអាស្រ័យមានសាសនាជាគោលផងអាស្រ័យមានកម្មវិធីជាគោលផងបូករួមនឹងមហាជាពុទ្ធបរិស័ទដែលជួយផ្ដើមឡើងដោយឯកឧត្តមបណ្ឌិតផងបានកើតជាព្រឹត្តិការណ៍នេះរួចកើតជារូបរាងនឹងឡើងទៅព្រោះតែអាស្រ័យកម្លាំងសាមគ្គីយ៉ាងនឹងឯងចឹងសូមឲ្យលោកទាំងឡាយលើយ៉ាងម៉េចតែសារបានដោយសាមគ្គីភាពសុខដុមរមណីយកម្មផ្នែកប្រពៃណីជំនឿនិងសាសនាទំនៀមទម្លាប់ការអនុវត្តតាមសង្គមស្រុកនិគមជនបទមួយទៅខេត្តកំពង់ធំគេបដិបត្តិបែបណាតាមអធិស្ឋានអ្នកខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំងគេអធិស្ឋានបែបណាក៏បដិបត្តិតាមខេត្តកំពង់ឆ្នាំងទៅហើយអ្នកសៀមរាបបដិបត្តិបែបណាយើងក៏ចូលទៅកាន់ការបដិបត្តិបែបនោះទៅយើងរស់នៅម្នាក់មួយខេត្តកុំទៅចោះចែងគ្នាខេត្តនេះគេធ្វើយ៉ាងនេះខេត្តនោះគេធ្វើយ៉ាងនោះយើងទៅហើយក៏ធ្វើតាមអធិស្ឋានទៅលៃយ៉ាងម៉េចឲ្យយើងមានមនសិការៈគំរួមធ្វើម៉េចឲ្យតែសពទាំងអស់គ្នាទៅព្រោះយើងវាបែកបាក់គ្នាមកច្រើនតំណទៅហើយតើបន្តការបែកបាក់នឹងឲ្យតែដល់ណាទៀតហើយការបែកបាក់បានមកវិញទៅនៅភាពទៅជួចចាប់វេទនាតែរាជវិជាយើងនឹងទេមានរាជវិជាស្រុកយន្តស្រុកថៃឯណាគេមកវេទនាជាមួយយើងកាលទៅពីយើងខ្លួនយើងទេហើយអ្វីដែលជារបស់ដូនតាយើងបើយើងមិនថែទេទុកឲ្យអ្នកណាគេថែម្ចាស់ថ្លៃហើយបើយើងកូនឯងម្ដាយឯងយើងមិនថែតែឲ្យកូនគេមកថែគេម្ដាយឪពុកយើងដូចបដិច្ចបានចឹងយើងថែរក្សាទៅវាមិនដោះខុសអីទេដូចតែម៉ែឪយើងចែកស្រែឲ្យឯកឧត្តមបណ្ឌិតនៅស្រុកកំពង់ធំចឹងទៅណាដល់តែឯកឧត្តមឡើងធ្វើការមុខនីតិនៅក្នុងពេញទោះឯកឧត្តមមិនធ្វើស្រែទុកតែស្រែនឹងជាគេទៅឯកឧត្តមពេញទូនាទីថ្មីទៅទៀតទៅតែគេរបស់ដូនតាឯកឧត្តមដែលសាទុកទៅមានតែខាតបង់ពីណាមកយ៉ាងណាមិញអស់លោកទាំងឡាយយករឿងនឹងជាឧទាហរណ៍ទៅឥឡូវយើងដើរមកដល់សហសវត្តថ្មីក៏គ្រិស្តសករាជ2023ហើយបើយើងមិនយកសម័យអភិវឌ្ឍបែប1000ឆ្នាំមុនមកប្រើទេក៏យើងគ្រាន់តែរក្សាវាទុកទៅហើយយើងយកអាការចំណេះជំនាញក្នុងសម័យ1000ឆ្នាំក្រោយនេះយកមកអនុវត្តទៅ1000ឆ្នាំមុនបើមិនរៀនវិជ័យសង្គ្រាមវេទយុទ្ធតាជ័យភូមិអីយកទេគេមិនយកធ្វើការទេអ្នកនោះព្រោះអត់ចេះអីទេសម័យនោះគេហៅថាអ្នកអត់ចេះអីហើយចោះតែអ្នកចេះរបស់អស់ហ្នឹងបានតែគេយកមកធ្វើការដល់តែយើងសពថ្ងៃនេះបើមិនបានរៀនសិក្សាចំណេះជំនាញឲ្យចាប់បរិញ្ញាបត្រអនុបណ្ឌិតអីទេគេក៏មិនយកទៅធ្វើការដែរអញ្ចឹងរឿងតាមសម័យកាលវាវិវត្តតាមសម័យកាលតែយើងក៏កុំទៅបន្ទោសបន្អាប់សម័យកាលមុនថាវាយ៉ាងនេះសម័យកាលនេះក៏វាយ៉ាងនោះអីព្រោះអាការចោទប្រកាន់គ្នានឹងហើយតែវាធ្វើឲ្យលោកបំបត្តិភាពសុខដុមរមណីយកម្មដោយតួយ៉ាងរឿងនៅតាមវិទ្យាកោះសេរីលង្កាតែមានព្រះភិក្ខុសង្ឃជួបជាមួយអមនុស្សអីចឹងទៅលើកដំណើរហើយមានវានុកដែលគាត់សិក្សាព្រះគម្ពីរធម៌រហូតបានជួបទេវតាបង្ហាញផ្លូវឲ្យបានទៅជួបស្នាមព្រះបាទនៅលើភ្នំសុម្នាក់កោតអីជាដើមតែរឿងក្រោយប្រហែលមកអញ្ចឹងរឿងទាំងអស់យើងមិនជួបតែគេជួបយើងជួបតែគេមិនជួបអាស្រ័យហេតុយ៉ាងដូចនោះហើយការជួបរបស់បុគ្គលម្នាក់មិនអត់ទេសូម្បីតែព្រះអរហន្តពួកខ្លះក៏ដែរព្រះមុខកលៀនព្រះអង្គទៅលើចុះក្រោមទៅក្រោមឡើងលើព្រះអង្គជួបរឿងច្រើនយកមកទូលព្រះទៅបានជារឿងជារ៉ាវសម្រាប់តំណានមកព្រះអញ្ញាចោតញ្ញាព្រះអង្គនៅតែក្នុងព្រៃហេមបោទានអាស្រ័យនឹងបងដំរី8000ទៀតនឹងស្រះឆាប់តនព្រះអង្គក៏មានរឿងជាមួយដំរីទៅអញ្ចឹងប្រៀបដូចយើងបច្ចុប្បន្នអញ្ចឹងដែរលោកម្ចាស់គ្រប់ព្រះអង្គជួបនឹងហេតុណាធម៌ណាវិន័យណាព្រះអង្គម្ចាស់ញាតិញោមទាំងឡាយសម្ដែងតែធម៌នោះវិន័យនោះតាមអធិស្ឋាននៃការពេញចិត្តចុះតែយើងកុំទៅឆ្លោះគ្នាអីកុំទៅតបតគ្នាអីកុំអោយចាញ់បន្ទាក់ចាញ់បោកអ្នកដែលមានបំណងមិនល្អក្នុងសាសនាយើងហើយយកទៅបង្កឲ្យតែជាចំនួនឆ្លោះគ្នាបែកបាក់ប្រកាន់តសម្បុរឬក៏ជំនឿអីចឹងយើងជាមនុស្សម្នាក់រស់នៅក្នុងផែនដីហ្នឹងជំនឿក្តីពិភពខាងក្រៅពីយើងក្តីប្រៀបដូចជាអ្នកជិតខាងយើងដែរបើតែយើងមិនទៅរស់នៅក្នុងគ្រួសារជាមួយគេតែយើងក៏អាចធ្វើជាទម្លាប់នឹងគ្នាបានដែរក៏អាចរាប់អានគ្នាបានដែរចឹងហើយយើងចាំបាច់ទៅប្រកាន់គ្នាស៊ីសាច់ផុតឈាមធ្វើអីគេបដិបត្តិមិនត្រូវអធិស្ឋានយើងក៏នៅឲ្យស្ងៀមទៅហើយបដិបត្តិតាមតែអធិស្ឋានដែលយើងមានទៅកាលណាប្រគុណម្ចាស់ញាតិញោមទាំងអស់គ្រប់រូបប្រកាន់បាននៅសេចក្តីសន្តោសប្រំមេត្តាគ្នាប៉ុណ្ណេះសាមគ្គីភាពនឹងចម្រុងចម្រើនកាល
ណាសង្គមណាដែលមានសាមគ្គីភាពហើយភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់រមែងនឹងកើតឡើងមែននឹងកើតឡើងដោយថ្ងៃនេះអញ្ចឹងអាស្រ័យនឹងជំនឿផងអាស្រ័យមានសាសនាជាគោលផងអាស្រ័យមានកម្មវិធីជាគោលផងបូករួមនឹងមហាជាពុទ្ធបរិស័ទដែលជួយផ្ដើមឡើងដោយឯកឧត្តមបណ្ឌិតផងបានកើតជាព្រឹត្តិការណ៍នេះរួចកើតជារូបរាងនឹងឡើងទៅព្រោះតែអាស្រ័យកម្លាំងសាមគ្គីយ៉ាងហ្នឹងឯងអញ្ចឹងសូមឲ្យលោកទាំងឡាយលើយ៉ាងម៉េចរក្សាបានរសាមគ្គីភាពសុខដុមរមណីយកម្មផ្នែកប្រពៃណីជំនឿនិងសាសនាទំនៀមទម្លាប់ការអនុវត្តតាមសង្គមស្រុកនិគមជនបទមួយទៅខេត្តកំពង់ធំគេបដិបត្តិបែបណាតាមអធិស្ឋានអ្នកខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំងគេអធិស្ឋានបែបណាក៏បដិបត្តិតាមខេត្តកំពង់ឆ្នាំងទៅហើយអ្នកសៀមរាបបដិបត្តិបែបណាយើងក៏ចូលទៅកាន់ការបដិបត្តិបែបនោះទៅយើងរស់នៅម្នាក់មួយខេត្តកុំទៅទាស់តែងគ្នាខេត្តនេះគេធ្វើយ៉ាងនេះខេត្តនោះគេធ្វើយ៉ាងនោះយើងទៅហើយក៏ធ្វើតាមអធិស្ឋានទៅលៃយ៉ាងម៉េចឲ្យយើងមានមនសិការៈគំរួមធ្វើមិនឲ្យតែសក់ទាំងអស់គ្នាទៅព្រោះយើងទៅបែកបាក់គ្នាមកច្រើនតំណទៅហើយតើបន្តការបែកបាក់នឹងឲ្យតែដល់ណាទៀតហើយការបែកបាក់បានមកវិញទៅនៅភាពទៅជួចចប់វេទនាទៅរាជវិជាយើងនឹងទេមានរាជវិជាស្រុកយួនស្រុកថៃឯណាគេមកវេទនាជាមួយយើងក្រៅទៅយើងខ្លួនយើងទេហើយអ្វីដែលជារបស់ដូនតាយើងបើយើងមិនថែទេទុកឲ្យអ្នកណាគេថែម្ចាស់ថ្លៃហើយបើយើងកូនឯងម្ដាយឯងយើងមិនថែតែឲ្យកូនគេមកថែគេម្ដាយឪពុកយើងដូចម្ដេចបានចឹងយើងថែរក្សាទៅវាមិនចោះខុសអីទេដូចតែម៉ែឪយើងចែកស្រែឲ្យឯកឧត្តមទឹកនៅស្រុកកំពង់ធំចឹងទៅដល់តែឯកឧត្តមឡើងធ្វើការមុខនីតិនៅភ្នំពេញទោះឯកឧត្តមមិនធ្វើស្រែទុកតែស្រែនឹងជាគេទៅឯកឧត្តមពេញទូនាទីថ្មីទៅទៀតទៅតែគេរបស់ដូនតាឯកឧត្តមរសារទុកទៅមានតែខាតបង់ពីណាមកយ៉ាងណាមិញអស់លោកទាំងឡាយយករឿងនឹងជាឧទាហរណ៍ទៅឥឡូវយើងដើរមកដល់សហសវត្តថ្មីបើគ្រិស្តសករាជ2023ហើយបើយើងមិនយកសម័យអភិវឌ្ឍបែប1000ឆ្នាំមុនមកប្រើទេក៏យើងគ្រាន់តែរក្សាវាទុកទៅហើយយើងយកអាការចំណេះជំនាញក្នុងសម័យ1000ឆ្នាំក្រោយនេះយកមកអនុវត្តទៅ1000ឆ្នាំមុនបើមិនរៀនវិជ័យសង្គ្រាមវេទយុទ្ធតាជ័យភូមិអីយកទេគេមិនយកធ្វើការទេអ្នកនោះព្រោះអត់ចេះអីទេសម័យនោះគេហៅថាអ្នកអត់ចេះអីហើយចោលតែអ្នកចេះរបស់អស់ហ្នឹងបានតែគេយកមកធ្វើការដល់តែយើងសប្តាហ៍នេះបើមិនបានរៀនសិក្សាចំណេះជំនាញឲ្យចាប់បរិញ្ញាបត្រអនុបណ្ឌិតអីទេគេក៏មិនយកទៅធ្វើការដែរអញ្ចឹងរឿងតាមសម័យកាលវាវិវត្តតាមសម័យកាលតែយើងក៏ខំទៅបន្ទប់បន្តាប់សម័យកាលមុនថាវាយ៉ាងនេះសម័យកាលនេះថាវាយ៉ាងនោះអីព្រោះអាការចោតប្រកាន់គ្នានឹងហើយតែវាធ្វើឲ្យលោកបំបត្តិភាពសុខដុមរមណីយកម្ម